ជំរាបសួរបងប្អូនខ្ញុំថាសុវត្ថិបាទសូមថ្វាយបង្គំចំពោះព្រះសង្ឃជាទីសក្ការៈបងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីមេត្រីបាទនេះជាព្រឹកថ្ងៃប្រហោះបាទទី27បាទខែវិច្ឆិកាឆ្នាំ2025ជិតដាច់ខែទៀតហើយឥឡូវនេះម៉ោង7:58ព្រឹកខ្ញុំសូមបញ្ចេញទស្សនៈបន្តិចដោយសារថ្ងៃនេះជាថ្ងៃបុណ្យរំលឹកគុណ Thanksgiving Day ដែលស្ថាប័នមន្ទីរពេទ្យស្ថាប័នសាលារៀនកន្លែងខ្លះជាពិសេសផ្សារក៏បិទដែរបងប្អូនសាលារៀនក៏បិទខ្ញុំទៅដាក់ប្រពន្ធខ្ញុំធ្វើការនោះចប់ឆ្លៀតបញ្ចេញទស្សនៈបន្តិចបាទអត់និយាយវែងទេថ្ងៃនេះជាពិសេសបញ្ហាថ្មីនេះក្រសួងការពារជាតិបានប្រកាសពីលទ្ធផលដ៏ល្អប្រសើរនៃការបោះបង្គោលទៅដែននៅស្រុកអូជ្រៅខេត្តប្រទីមានជ័យបាទយើងចាំហើយនាយករដ្ឋមន្ត្រីថៃបានប្រកាសថារឿងសន្តិភាពកិច្ចព្រមព្រៀងអ្វីហ្នឹងគឺគេអត់ខ្វល់ទេប៉ុន្តែឥឡូវនេះមានការបោះបង្គោលព្រំដែនបាទចំណុចរឿងព្រំប្រទល់រឿងទល់ដែនរឿងផែនទីជារឿងមួយដែលយើងត្រូវសិក្សាច្បាស់លាស់បាទមិនមែនយើងបញ្ចេញទស្សនៈតាមការយល់ឃើញមើលតាមផែនទីនិយាយនៅតាមតុកាហ្វេឬក៏នៅតាមអីផ្សេងទេយើងត្រូវការអ្នកជំនាញឥឡូវនេះក្រសួងការពារជាតិបានប្រកាសរួចហើយលទ្ធផលដ៏ល្អប្រសើរគ្រាន់តែបង្គោលបដោះអាសន្នទេបងប្អូនដូចយើងចុចគោលណាខ្ញុំសូមអបអរសាទរអ្វីដែលត្រូវមានការខ្វះខាតយើងនឹងអាចជជែកគ្នាទៅអនាគតបើសិនជាប្រទេសថៃបង្កើតប្រវត្តិសាស្ត្រសងសឹកប្រវត្តិសាស្ត្រគំនុំដោយសារមកឈ្លានពានទឹកដីណាដោយខុសច្បាប់វាបង្កើតគំនុំសងសឹករវាងជាតិសាសន៍ពីរគឺថៃនិងខ្មែរចឹងអ្វីដែលយើងធ្វើដោយយុត្តិធម៌យើងនឹងបានទទួលដោយយុត្តិធម៌ដល់ឥឡូវនេះនៅបណ្ដាប្រទេសអាស៊ានអាស៊ីជាច្រើនមានហុងកុងចិនវៀតណាមថៃជាពិសេសថៃបានទទួលរងគ្រោះនៅព្យុះទឹកជំនន់ខ្លាំងណាស់បងប្អូនក្នុងឱកាសដែលថៃកំពុងតែមានបញ្ហាទឹកជំនន់គ្រោះថ្នាក់យ៉ាងខ្លាំងនៅម្ដុំខេត្តសង្ខឡាភូមិភាគខាងត្បូងថៃបើសិនជាខ្មែរមានកំណត់ឈ្លានពានណាដូចថៃចោតប្រកាន់ណាខ្មែរនឹងឆ្លៀតឱកាសណាដើម្បីបង្កបញ្ហាប៉ុន្តែថៃគឺជាអ្នកបង្កើតការឈ្លានពានមកលើកម្ពុជាប្រើគ្រប់កលល្បិចទីបំផុតអ្វីដែលថៃបានធ្វើត្រូវលាតត្រដាងបងប្អូនត្រូវលាតត្រដាងបាទហើយមានប្រទេសជាច្រើនដែលកំពុងតែធ្វើសកម្មភាពជួយប្រទេសកម្ពុជាយើងហើយឆ្លៀតឱកាសនេះខ្ញុំសូមនិយាយយ៉ាងខ្លីអំពីរឿងបញ្ហាកីឡា SEA Games ដែលនឹងធ្វើនៅប្រទេសថៃខែ12ខាងមុខនេះខ្ញុំនិយាយយ៉ាងខ្លីទេបងប្អូនកីឡានាំនៅមិត្តភាពកីឡាគឺជាមិត្តភាពតែឥឡូវនេះបើប្រជាជនថៃប្រទេសថៃបានចាត់ទុកយើងជាសត្រូវមិនមែនជាមិត្តកន្លែងខ្លះយើងត្រូវពិចារណាមុននឹងយើងទៅលេងទៅសម្ដែងពីព្រោះអ្នកដែលមើលគឺប្រជាជនថៃឥឡូវនេះប្រជាជនថៃទូទាំងនគរមានទុក្ខសោកមានទុក្ខព្រួយមានបញ្ហាទឹកជំនន់ខ្លាំងណាស់ចឹងរាជរដ្ឋាភិបាលថៃត្រូវធ្វើយ៉ាងម៉េចដើម្បីរកចំណូលថវិកាកីឡាចំពោះខ្មែរយើងប្រយោជន៍គុណភាពនៃកីឡាខ្ញុំសូមសួរថាបើឥឡូវនេះកីឡា SEA Games ធ្វើនៅក្នុងប្រទេសកម្ពុជានៅពេលដែលយើងមានសត្រូវប្រជាជនថៃពោពេញដោយមនុស្សប្រកាន់ជាតិសាសន៍សួរថាថៃនឹងមកលេងសម្ដែងនៅកម្ពុជាយើងដែរអត់នេះសំណួរប៉ុណ្ណឹងណាកីឡានាំនៅមិត្តភាព
តែបើគេមិនចង់មិត្តភាពជាមួយយើងតើយើងបង្កើតកីឡាដែរឬទេយើងគួរតែទៅចូលរួមដែរឬទេអញ្ចឹងកន្លែងនេះខ្ញុំអត់មានយោបល់អីទេខ្ញុំឲ្យបងប្អូនទាំងអស់ពិចារណាថាកីឡានាំនៅមិត្តភាពបើគេមិនមែនជាមិត្តរបស់យើងតើយើងនាំកីឡារបស់យើងឲ្យអ្នកណាមើលឲ្យជនជាតិថៃដែលពោពេញដោយគំនិតប្រកាន់ជាតិសាសន៍ប្រកាន់ពូជសាសន៍មកលើខ្មែរអញ្ចឹងទៅឬមិនទៅអាស្រ័យទៅលើគណៈកម្មការកីឡាតែចំពោះខ្ញុំនឹងសូមផ្ដាំថាបើទៅមានសំណាងតិចជាងគ្រោះតែប៉ុណ្្នឹងឯងឥឡូវដោយសារមានរឿងច្រើនណាស់ប៉ុន្តែប្រហែលថ្ងៃនេះខ្ញុំឃើញសំណុំរឿងលោកប្អូនផៃវណ្ណៈពីបញ្ហា PM នៅខេត្តកញ្ចេះការពិតនៅសហរដ្ឋអាមេរិកបើយើងមានកូនណាកូនចង់ធ្វើប៉ូលីសទេអត់មានណាចង់ធ្វើប៉ូលីសទេបើនៅស្រុកខ្មែរចង់ធ្វើប៉ូលីសចង់ធ្វើ PM ចំណាយលុយប្រមាណក៏ចង់ដែរខ្ញុំសួរខ្មែរយើងគ្រប់ចង់ឲ្យកូនធ្វើប៉ូលីសចង់ឲ្យកូនធ្វើ PM ហេតុអីហេតុអីបានជាខ្មែរយើងភាគច្រើនចង់ឲ្យកូនធ្វើប៉ូលីសធ្វើ PM ធ្វើកយណាអញ្ចឹងបងប្អូនគិតរឿងរ៉ាវច្រើនណាស់អំពើពុករលួយស្ថាប័ននៅសម័យណាក៏ដូចសម័យណាដែរអញ្ចឹងបានខ្ញុំតែនិយាយថាគយមិនដែរជិះកង់ទេបងប្អូនមានតែប៉ូលីសទេតែជិះកង់តែប៉ូលីសឥឡូវជិះឡានណាពេលឥឡូវជិះឡានណាគយជិះម៉ូតូជិះឡានតាំងពីដើមតាំងពីសម័យសម្ដេចសៀនុនោះអញ្ចឹងតាណាមានកូនចង់ឲ្យធ្វើគយអត់ណាចង់បងប្អូនហេតុអីបានជាខ្មែរយើងចង់ឲ្យប៉ូលីសឲ្យកូនធ្វើគយធ្វើ PM ធ្វើប៉ូលីសហេតុអីណាអញ្ចឹងរឿងរ៉ាវខ្លះយើងមើលតែកុនចិនប៉ាវចិនទៅបងឃើញប៉ាវចិនណាតម្រាំនរោយុទ្ធធរឃើញប៉ះពាល់ឲ្យគេច្រើនណាស់អញ្ចឹងឥឡូវនេះខ្ញុំសូមចូលយោបល់បន្តិចពីរឿងលោកផៃវណ្ណៈខ្ញុំឃើញលិខិតថ្កោលទោសរបស់ខាង PM ខ្ញុំយល់ឃើញថាលិខិតថ្កោលទោសនោះមិនមែនជាដំណោះស្រាយទេវាដូចជាយើងនាំគ្នាយកសាំងទៅចាក់លើភ្លើងវាកាន់តែក្តៅឡើងហើយវាផ្អើលដល់ប្អិនអញ្ចឹងដំណោះស្រាយមានតែដោះស្រាយទេពីព្រោះស្ថាប័នជាច្រើននៅតាមខេត្តមានអំពើពុករលួយជាពិសេសខេត្តនៅជាប់វៀតណាមនៅជាប់ថៃណាជាពិសេសតាក់ទងនឹងព្រៃឈើខ្ញុំអត់និយាយច្រើនទេថ្មីបើលោកផៃវណ្ណៈសម្ដីគាត់គ្រូតគឺបន្តិចមែនប៉ុន្តែខ្ញុំស្ដាប់ទៅគាត់និយាយរឿងបុគ្គលអត់បានថ្លែងតាក់ទងនឹងស្ថាប័នណាទេហើយខ្ញុំសូមឧទាហរណ៍ខ្ញុំផ្ទាល់បងប្អូនណាថ្នាក់លើភាគច្រើនសូមទោសញ៉ាំទឹកតិចមិនញ៉ាំសូកូឡេតតិចបាទថ្នាក់លើភាគច្រើនស្ដាប់សេចក្តីរាយការណ៍ដូចថៃហ្នឹងណាមេតបថៃដោយសារមានជំងឺការិយាល័យនិយមអញ្ចឹងច្រើនស្ដាប់ថ្នាក់ក្រោមប៉ុន្តែថ្នាក់ក្រោមបិទបាំងអំពើពុករលួយអំពើខុសច្បាប់ច្រើនណាស់បងប្អូនខ្ញុំមិននិយាយច្រើនទេសម័យណាក៏ដូចសម័យណាដែរនៅកន្លែងណាខ្លួនខ្ញុំផ្ទាល់ការខ្ញុំនៅចរុំខ្ញុំធ្វើការនៅកែឡៃទី5នៃជំរំសុកសានរបស់លោកព្រំវត្តខ្ញុំជួបរឿង2តែហាក់ដូចជាប្រធានបទតែមួយឯងគឺបញ្ហាទាហានប៉ារ៉ាណាបាញ់គោប្រជាជនខ្ញុំធ្លាប់និយាយរឿងនឹងម្ដងហើយបងប្អូន2ដងហើយរឿងប៉ារ៉ាបាញ់គោប្រជាជនដឹងថាប៉ារ៉ាប្រកាសជាបាញ់គោហើយយកគោរបស់ខ្លួនប៉ុន្តែថ្នាក់លើទទួលសេចក្តីរាយការណ៍ថាគោនោះគឺទិញពីប្រជាជននេះជាការពិតបាទព្រោះប្រជាជនអត់ហ៊ាននិយាយនេះដែលហ៊ាននិយាយការពិតគឺលោកផៃវណ្ណៈហើយរឿងមួយទៀតគឺខ្ញុំផ្ទាល់ខ្លួនឯងកាលនោះប្រហែលជាឆ្នាំ1984បងប្អូនខ្ញុំធ្វើការនៅកែឡៃទី5
នៅពេលសូអូនៅជំនុំសុខសាន្តពេលនោះបញ្ហាសង្គ្រាមកើតឡើងលោកឧត្តមសេនីយ៍ស័ក្តិសុទ្ធសខនបាននាំគណៈប្រតិភូមកជំនុំសុខសាន្តជាមួយលោកស៊ូកំសុនខ្ញុំចាំច្បាស់ណាស់បាទកាលនោះនៅពេលសូអូរឿងត្រូវចោទគឺតាក់ទងនឹងអំពើរំលោភខ្លះជាពិសេសប៉ារ៉ាបាញ់គោហ្មងប៉ារ៉ាស៊ីកូណាតែខ្ញុំឮសម្ដីលោកស័ក្តិសុទ្ធខនគាត់និយាយក្នុងនាមគាត់ជាអតីតមេបញ្ជាការទាហានគាត់ថាធម្មតាទេណាទាហានគ្នាទៅបេសកកម្មជនណាខ្វះខាតវាមានការបន្តិចបន្តួចប៉ុន្តែអ្វីដែលគាត់និយាយហ្នឹងគាត់ភ្លេចគិតថាប្រជាប្រិយរណសេតស៊ូអ្នកតស៊ូទាហានស្ថិតនៅលើសកម្មភាពទាហានថ្នាក់ក្រោមអ្នកដូចទាហានថៃអញ្ចឹងពួកអាថ្នាក់ក្រោមវាខូខើតែវាបាត់បង់ថ្នាក់លើអញ្ចឹងពេលនោះលោកសាក់សុខនខ្ញុំឮផ្ទាល់បងប្អូនឆ្នាំ84ណានៅជរុំសុកសានណាគាត់និយាយសម្រួលគាត់ថាធម្មតាទាហានវាមានការខុសឆ្គងខូចអញ្ចឹងហើយខ្លះហើយណាប៉ុន្តែសម្ដីរបស់គាត់ភ្លេចគិតថាប្រជាជនដែលគ្នាឈឺចាប់ដែលត្រូវរងគ្រោះដោយទាហានខ្លះជិះជាន់រំលោភវាធ្វើឲ្យខូចប្រជាប្រិយរហូតដល់ល្បីថាប៉ារ៉ាស៊ីកូអញ្ចឹងរឿងអ្វីទាំងអស់ខ្ញុំមានការពិសោធន៍ច្រើនខ្ញុំត្រូវនិយាយរឿងនឹងច្រើនណាស់តែខ្ញុំគ្រាន់តែដំណាលយើងមើលតែក្នុងកុនប៉ៅចិននឹងដឹងហើយប៉ៅចិនណាមានដាវពិសេសដាវអាញាសឹកប៉ុណ្្នឹងហើយចង់កុនជាមួយមន្ត្រីពុករលួយអញ្ចឹងរឿងនេះខ្ញុំយល់ឃើញថាការថ្កោលទោសការសុំអភ័យទោសការស្រាវជ្រាវរកការពិតមានតែបើសិនជាអ្នកនឹងពុករលួយត្រូវតែបញ្ជូនទៅគណៈកម្មការស៊ើបអង្កេតរឿងពុករលួយបើអ្នកនឹងធ្វើអ្វីបត់ល្មើសអ្វីមួយត្រូវតែបញ្ជូនហើយបើសិនជាយើងអាចដោះស្រាយបានមានតែការសុំទោសមានតែការមួយដែលយើងស្រួលគ្នាណាដើម្បីឲ្យកិច្ចការចប់បើយើងថ្កោលទោសពីម្ខាងទៅម្ខាងវាធ្វើឲ្យប្រជាជនខ្មែរយើងខ្លាចរអាដូចនៅចរុំតស៊ូអញ្ចឹងនៅពេលដែលលោកឧត្តមសេនីយ៍ស័ក្តិសុទ្ធសខននិយាយអញ្ចឹងណាប្រជាជនអត់ហ៊ានមាត់ទេអ្វីដែលទាហានប៉ារ៉ាបានធ្វើវាហួសបាត់ទៅហើយតែកាលនោះយើងនៅតស៊ូឥឡូវពេលនេះខ្ញុំគ្រាន់តែសូមជម្រាបជូនបងប្អូនថាខ្ញុំអត់ចង់លូកលាន់រឿងហ្នឹងទេតែខ្ញុំឃើញនៅក្នុង YouTube ច្រើនពេកណាសូមឲ្យថ្នាក់លើជាពិសេសមេបញ្ជាការ PM ទូទាំងប្រទេសនិង PM នៅតាមខេត្តរដ្ឋធានីក្តីមេត្តាគិតរឿងតូចคล้ายជារឿងធំសម្រាមតូចមួយនៅក្នុងកាយភ្នែកធ្វើឲ្យភ្នែកយើងខ្វាក់អញ្ចឹងជួនកាលខ្លះលិខិតថ្កោលទោសទៅមនុស្សដូចជាខ្ញុំបានស្ដាប់ឮសូរលោកប្អូនឬលោកក្មួយតាន់កំសួរដែលគាត់ធ្វើសកម្មភាពខាងព្រៃឈើខ្ញុំថាបន្តិចទៀតគាត់នឹងមានរឿងហើយព្រោះវាប៉ះពាល់ដល់ឈ្មួញទុច្ចរិតដែលភាគខ្លះគឺជាមន្ត្រីដែលមានបុណ្យស័ក្តិមែនប៉ះពាល់មែនរហូតដល់គាត់រកលោកផៃវណ្ណៈជួយលោកផៃវណ្ណៈគាត់និយាយខ្ញុំស្ដាប់ទៅគាត់ប្រើសម្ដីគ្រូតគ្រៀតបន្តិចតែវាហាក់ដូចទៅលើបុគ្គលទេអត់មានទៅលើស្ថាប័នទេអញ្ចឹងខ្ញុំនិយាយតែប៉ុណ្្នេះទេបងប្អូនខ្ញុំមិនចង់និយាយច្រើនទេព្រោះក្នុងកលៈទេសៈនេះសត្រូវរបស់យើងថៃក្តីអស់លោកខ្លះដែលមានគំនិតទុតិយនិយមតាំងខ្លួនជាអ្នកប្រឆាំងក្តីកំពុងតែមើលមកបងប្អូនមើលក៏រឿងផែនទីនាំគ្នាទៅផឹកកាហ្វេនាំគ្នាធ្វើទស្សនកិច្ចទៅឡាអេទៅ Washington DC សំទោសថ្ងៃមុនខ្ញុំថា Washington State ទៅយកផែនទីយកមកក៏មើលហ្នឹងដល់គណៈកម្មការទល់ដែនខ្មែរយើងនៅភូមិព្រៃច័ន្ទនៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគ្នាខំធ្វើទាំងភ្លៀងបានលទ្ធផលល្អមិនព្រមគិតទេណា
បែរជាមានទស្សនៈបែបវាយប្រហារដែលជាបំណងរបស់សៀមអញ្ចឹងខ្ញុំនិយាយរួចហើយអ្នកនយោបាយណាក៏ដោយបើធ្វើការបម្រើបរទេសជាពិសេសបរទេសជិតខាងទីបំផុតអ្នកនឹងបរាជ័យបាទឥឡូវនេះខ្ញុំទទួលសភៅពងសាវតាខ្មែរមួយទៀតពីមិត្តភ័ក្តិនៅកាលីហ្វ័រញ៉ាខ្ញុំមានអពឹសស្ដារឲ្យប៉ុន្តែខ្ញុំមើលថ្ងៃណាមួយខ្ញុំនឹងបញ្ចេញទស្សនៈនៅផ្ទះបាទឥឡូវនេះដោយសារខ្ញុំចេញមកក្រៅបាទឆ្លៀតមានទស្សនៈបន្តិចណាដែលតាក់ទងនឹងលោកប្អូនផៃវណ្ណៈកំពុងតែមានបញ្ហាតែគំនិតគាត់បើនិយាយអំពីផលប្រយោជន៍គាត់មិនមានបានផលប្រយោជន៍អីទេពីអ្វីដែលគាត់ជួយគាត់ខំធ្វើសកម្មភាពច្រើនណាស់ជួយប្រជាជនខ្មែរនៅព្រៃច័ន្ទណានៅអូបីជាន់នៅសូអូជ្រៅខេត្តខេត្តបន្ទាយមានជ័យសុំទោសបាទឃើញទេគាត់ទៅសមរភូមិផ្ទាល់បើកាលនោះតាហ៊ានថៃបាញ់ផ្សាញ់ពុលឬបាញ់ក្រក់អ្វីមកលើគាត់តើគាត់ទទួលលទ្ធផលយ៉ាងណាអញ្ចឹងខ្ញុំជឿជាក់ថាអធិការនេះសំណុំរឿងនេះនឹងត្រូវបញ្ចប់ការថោកទោសមិនមែនជាដំណោះស្រាយទេគឺជាសាំងដែលចាក់ទៅលើភ្លើងឲ្យកាន់តែឆេះឡើងដល់ឆេះក្តៅទៅដល់ឋានប្រអិនផ្អើលប្រអិនផ្អើលប្រព្រំវីវ៉ហើយរឿងធំហើយអញ្ចឹងបាទណាខ្ញុំឆ្លៀតនិយាយប៉ុណ្នេះទេដោយសារថ្ងៃនេះជាថ្ងៃបុណ្យ Thanksgiving Day ប្រជាជនអាមេរិកគេសប្បាយបាទនាំគ្នាដុតមន់ធុគីអាមន់ដាំងដុងហ្នឹងញ៉ាំនៅជួបជុំគ្នារហូតដល់ថ្ងៃពហុសុក្រសៅរ៍អាទិត្យថ្ងៃច័ន្ទទៅអ្នកខ្លះគេចូលធ្វើការវិញសាលារៀនបើកឥឡូវសិស្សត្រូវឈប់សម្រាកបាទហើយខ្ញុំឆ្លៀតជូនប្រពន្ធខ្ញុំមកធ្វើការនៅនោះបាទនៅទីពេទ្យបាទហើយក៏ឆ្លៀតបញ្ចេញទស្សនៈបន្តិចហើយបើសិនជាមានការខុសឆ្គងអ្វីសូមមេត្តាអធិស្ឋានបាទអរគុណ keep strong គ្រប់គ្រងនឹងទស្សនៈរបស់លោកអ៊ំម៉ាអរគុណអ្នកណាខ្លះទៀតខ្ញុំមើលហើយបាទយុគសភារិទ្ធRorison យុគសភារិទ្ធបាទរុនរ៉ែមអរគុណណាបាទខ្ញុំបញ្ចេញទស្សនៈនេះវាគ្រាន់តែជាទស្សនៈតូចមួយហើយខ្ញុំឧទាហរណ៍រឿងដែលខ្ញុំជួបផ្ទាល់រឿងប៉ារ៉ាស៊ីកូនៅចរុំខ្ញុំបានឮផ្ទាល់អញ្ចឹងខ្ញុំគ្រាន់តែដំណើរជាការពិសោធន៍មួយនៅក្នុងកិច្ចការជាច្រើនដែលសង្គមខ្មែរកំពុងតែជួបប្រទះបាទអរគុណជម្រាបលាម្ដងទៀតបាទ